ចរិយាសម្បទាកូនសម្លាញ់ចំណេះដឹងជំនាញដែលកូនបានមកពីការខិតខំសិក្សារៀនសូត្រនៅសាលាជាមួយលោកគ្រូអ្នកគ្រូបានមកគឺជារឿងល្អណាស់ចំណេះដឹងនិងជំនាញនេះហើយគឺជាទុនសម្រាប់កូនយកទៅរកស៊ីធ្វើការដើម្បីចិញ្ចឹមជីវិតគ្រួសាររបស់កូននៅថ្ងៃអនាគតដោយពាក្យចាស់លោកពោលថាការខិតខំរៀនសូត្រនាំឲ្យកូនមានចំណេះជំនាញនាំឲ្យកូនមានការងារមានទ្រព្យសម្បត្តិហើយទ្រព្យសម្បត្តិនឹងនាំឲ្យកូនមាននូវសេចក្តីសុខកូនសម្លាញ់ទ្រព្យសម្បត្តិគឺជារបស់ក្រៅខ្លួនហើយលុយកាក់ក៏មិនអាចទិញនៅសេចក្តីសុខបានឡើយប៉ុន្តែកូនរស់នៅដោយគ្មានទ្រព្យសម្បត្តិគ្មានលុយកាក់វិញនោះជីវិតកូនក៏មិនអាចរស់នៅបានសុខឡើយហេតុដូចនេះកូនត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រទាំងខ្លួននៅក្មេងដើម្បីពេលកូនធំទៅកូននឹងមានចំណេះជំនាញដើម្បីស្វែងរកការងារល្អរកប្រាក់ចំណូលលុយកាក់ជាទ្រព្យសម្បត្តិទុកចិញ្ចឹមខ្លួននិងគ្រួសារបានយ៉ាងងាយស្រួលបើកូនខ្ជិលមិនឧស្សាហ៍ក្នុងការរៀនសូត្រទេនោះកូនក៏នឹងមិនមានចំណេះជំនាញនោះឡើយបើកូនមានចំណេះជំនាញនេះហើយកូនក៏នឹងមិនអាចរកការងារល្អដើម្បីរកចំណូលចិញ្ចឹមជីវិតគ្រួសារឲ្យបានសុខស្រួលនោះឡើយពុកម៉ែទោះបើមានទ្រព្យច្រើនប៉ុណ្ណាសម្រាប់ចែកកូនក៏ដោយក៏មិនស្មើនឹងចំណេះជំនាញដែលកូនបានរៀនចេះអំពីលោកគ្រូអ្នកគ្រូរបស់កូនឡើយព្រោះទ្រព្យជាគេរបស់ពុកម៉ែវាអាចនឹងคล้ายរលាយបាត់បង់ឬពេលខ្លះវាអាចคล้ายជាទុកទោសនឹងរឿងសាមងដល់កូនទៀតផងប្រសិនបើកូនសម្លាញ់មិនចេះមានចំណេះជំនាញក្នុងការគ្រប់គ្រងវាឲ្យបានល្អប្រសើរនោះទេផ្ទុយទៅវិញចំណេះជំនាញឯនោះវិញបើកូនទទួលបានហើយកូនរឹតតែចាយវានឹងរឹតតែកើនចម្រើនលូតលាស់គ្មានកណ្ដៀកកកណ្ដោកាត់ចាយណាស់មិនបាត់មិនមានលៀងចាយច្រើនកើនច្រើនចម្រើនទៀងពីបច្ចុប្បន្នរៀងទៅបរលោកទន្ទឹមនឹងនេះបើកូនមានចំណេះជំនាញនេះហើយក៏ដោយវិជ្ជាមួយទៀតដែលសំខាន់ចាំបាច់ដូចជាសម្លៀកបំពាក់គ្រឿងលម្អតុបតែងកាយឲ្យកូនកាន់តែមានតម្លៃមាននូវកិត្តិយសមាននូវសេចក្តីពេញចិត្តពីមនុស្សផងទាំងឡាយទាំងពួងនោះគឺចរិយាសម្បទាឬជាវិជ្ជាដែលនាំឲ្យកូនមានចរិយាធម៌ល្អមានសីលធម៌ល្អមានគុណធម៌មានយុត្តិធម៌សច្ចធម៌សុជីវធម៌សុភាវធម៌នោះឯងហងចរិយាសម្បទានេះជាគ្រឿងទ្រទ្រង់ដែលខ្វះមិនបានកូនអាចខ្សោយមុខវិជ្ជាអ្វីខ្លះដទៃទៀតបានព្រោះមុខវិជ្ជាមានច្រើនកូនមិនអាចរៀនចេះគ្រប់មុខទេប៉ុន្តែដាច់ខាតមុខវិជ្ជាដែលកូនមិនអាចខ្សោយបាននោះគឺចរិយាសម្បទានេះឯងហើយពោលគឺការខិតខំហាត់ពត់លត់ដំអេរយាបថអាកប្បកិរិយារបស់កូនឲ្យក្លាយទៅជាមនុស្សដែលមានទម្លាប់ល្អមាននូវចរិយាធម៌ល្អចេះដឹងគុណទោសមានសីលធម៌គុណធម៌សុជីវធម៌សុភាវធម៌និងមានយុត្តិធម៌សច្ចធម៌នៅក្នុងការរស់នៅប្រកបការងារនោះ
ការងាររបស់កូនក៏នឹងកាន់តែមានភាពរីកចម្រើនកើនទៅមុខហើយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្អផូរផង់ផងដែរកូនដែលមានចរិយាធម៌ល្អនេះកូនធ្វើការជាមួយគេនឹងចោះសម្រងចម្រើនមានគេស្រឡាញ់ទុកចិត្តគាំទ្រជួយមិនដែលដាច់ឡើយដោយឡែកទោះបីបើកូនមានចំណេះជំនាញល្អយ៉ាងណាក៏ដោយប្រសិនបើកូនខ្វះនូវចរិយាសម្បទានេះហើយវាគឺនឹងនាំគ្រោះថ្នាក់ដល់កូនផ្ទាល់ឬក៏អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់គ្រួសារសហគមន៍និងសង្គមជាតិទាំងមូលបានទៀតផងហេតុដូចនេះហើយកូនកុំភ្លេចឡើយប្រឹងរៀនវិជ្ជាចំណេះជំនាញអានសូត្រគណនាមួយទៀតវិជ្ជារឹកពីចរិយាត្រូវរៀនទាំងព្រមវឹកហាត់ឲ្យល្មមចេះយកជាការកុំចេះស្ទាក់ស្ទើរឬខ្វះចរិយាសម្បទានោះណាទើបថាពេញលេញមនុស្សមានចំណេះជំនាញក៏ចេះចរិយានោះមិញក៏រៀបរយល្អជៀសផុតទោមនស្សលទ្ធផលនោះវិញកូននឹងរុងរឿងហេតុដូចនេះហើយកូនកុំភ្លេចឡើយគោរពគ្រូយើងលំអោនអោនអង្គឥរិយាឲ្យឆ្កើងប្រឹងឲ្យមាំឡើងចរិយាសម្បទា